ជំរាបសួរប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីដែលបង្ហាញពីរបៀបប្រើប្រាស់ការកត់ចំណាំបំប្លែងទៅជាអក្សរសរសេរដោយមុខងារ Live Transcribe ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីដែលផ្សាយចេញពី Channel YouTube Galaxy Tips KH អញ្ចឹងថ្ងៃនេះខ្ញុំចង់បង្ហាញមុខងារមួយដែលខ្ញុំគិតថាវាល្អដែរសម្រាប់ដែលបងប្អូនប្រើប្រាស់ដែលជាអ្នកសារព័ត៌មានឬក៏អ្នកដែលត្រូវការកត់ចំណាំឬក៏អីជាច្រើនអញ្ចឹងណាអញ្ចឹងឧទាហរណ៍ថាយើងនៅក្នុងអង្គប្រជុំឬក៏យើងនៅក្នុងកិច្ចសម្ភាសន៍អ្វីមួយអញ្ចឹងយើងចង់បាន transcribe អញ្ចឹងមុខងារនេះគឺខ្ញុំគិតថាវាមិនមែនជាមុខងាររបស់ Galaxy ទាំងស្រុងទេមើលទៅណាខ្ញុំគិតថាអាចជាមុខងារមួយប៉ុន្តែគាត់ថាវា build in នៅក្នុងហ្នឹងហើយនេះគឺនៅលើ Galaxy C47 អញ្ចឹងនៅមុខងារហ្នឹងគេហៅថា Live Transcribe កន្លែងនេះណា Live Transcribe បាទ Live Transcribe អញ្ចឹងពេលដែលយើងនិយាយអីគឺវាព្យាមសរសេរកត់អក្សរមកតែម្ដងបាទឧទាហរណ៍ឥឡូវខ្ញុំដើម្បីចូលក្នុងហ្នឹងដោយសារនេះខ្ញុំ add icon app ចូលនៅក្នុងហ្នឹងតាមពិតយើងចូលទៅក្នុងនេះតមកយើងមើលកន្លែងនេះបាទកន្លែង notification កន្លែងapplication កន្លែងអីហ្នឹងណា function មុខងារអីហ្នឹងនៅក្នុង notification បាទមានឲ្យបងប្អូនឃើញពាក្យថា Live Transcribe តែបើសិនជាអត់មានទេបងប្អូនចូលទៅក្នុងនេះចូលទៅក្នុង edit បាទបន្តមកទៀតបងប្អូនចុច edit កន្លែងនេះហើយបងប្អូនមើលនៅខាងក្រោមនេះតើមានមុខងារណាដែលយើងអត់មាននៅខាងលើយើងអាចយកវាទៅបានណាអូខេអញ្ចឹងមុខងារហ្នឹងបងប្អូនគ្រាន់តែចូលទៅក្នុង Live Transcribe គ្រាន់តែចូលភ្លាមអាចនិយាយវាថតទុកតែម្ដងបានន័យថាវាចាប់ចំណុចភាសាដែលយើងនិយាយតែម្ដងហើយឥឡូវគឺខ្ញុំសរសេរជាភាសាខ្មែរណាខ្ញុំឲ្យវាសរសេរជាភាសាខ្មែរអញ្ចឹងដើម្បីតេស្តខ្ញុំសាកតេស្តនៅក្នុងនេះមួយតែម្ដងទៅបាទបងប្អូនចាំមើលបន្តិចទៅណាជំរាបសួរប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីដែលបង្ហាញពីរបៀបប្រើប្រាស់ការកត់ចំណាំបំប្លែងទៅជាអក្សរសរសេរដោយមុខងារ Live Transcribe ឃើញទេបងប្អូនតែអានេះដោយសារខ្ញុំនិយាយទៅវាខុស pronunciation វាចាំអញ្ចឹងឥឡូវវាកំពុងតែចាប់ទៀតហើយបាទអញ្ចឹងបានន័យថាឧទាហរណ៍ថាបងប្អូននៅក្នុងកិច្ចសន្ទនាអ្វីមួយឬក៏កិច្ចសម្ភាសន៍អ្នកណាគេម្នាក់ដែលយើងចង់បានសម្លេងផងយើងចង់បានអក្សរផងឧទាហរណ៍ថាបងប្អូនថតសម្លេងនៅក្នុងអាប់សម្លេងអញ្ចឹងទៅប៉ុន្តែបងប្អូនមានមុខងារមួយនេះគឺយើងអាចថតជាអក្សរតែម្ដងបានន័យថាគាត់និយាយទៅឲ្យវាបំផ្លែងទៅជាអក្សរអញ្ចឹងយើងយកទៅយើងផ្ទៀងផ្ទាត់គ្នាបន្តិចបន្តួចទៅដើម្បីមានភាពងាយស្រួលក្នុងការរៀបចំអញ្ចឹងណាបាទអូខេអញ្ចឹងវីដេអូថ្ងៃហ្នឹងគឺខ្ញុំចង់បង្ហាញមុខងារទូចនឹងមួយដែលខ្ញុំគិតថាបងប្អូនអាចសាកល្បងប្រើប្រាស់បានហើយបើសិនជាបងប្អូនចង់ដូរភាសាអីនៅកន្លែងនេះគឺយើងអាចដូរភាសាបានអូខេអញ្ចឹងខ្ញុំគិតថាតែប៉ុណ្្នឹងឯងបងប្អូនបងប្អូនអាចសាកល្បងបានដោយខ្លួនឯងណាគឺចូលកន្លែង Live Transcribe ហ្នឹងហើយបន្ទាប់មកបងប្អូនអាចadd វាជា application បែបនេះបានដូចគ្នានៅលើនេះអញ្ចឹងបើសិនជាបងប្អូនអត់ចង់អូតាមហ្នឹងយើង add វាជា application ហ្នឹងទៅជាចេះតែម្ដងអូខេបាទវីដេអូថ្ងៃហ្នឹងតែប៉ុណ្្នឹងឯងបងប្អូននេះគឺជាមុខងារ Live Transcribe ដែលមាននៅក្នុង Galaxy C47 ដែរហើយបងប្អូនអាចសាកល្បងឆែកនៅក្នុងទូរស័ព្ទបងប្អូនមើលតើវាឬក៏អត់អញ្ចឹងណាហើយមុខងារនេះប្រហែលជាត្រូវការអ៊ីនធឺណិតដោយសារវាអាចជាមួយនឹង Google ជាមួយអីច្រើនបាទជម្រាបលាបងប្អូនទាំងអស់គ្នាអរគុណដែលបានទស្សនាពីដើមដល់ចុងកុំភ្លេចជួយ like share វីដេអូម្នាក់មួយកុំភ្លេច subscribe channel YouTube Galaxy Tips KH ម្នាក់មួយផងបាទអរគុណជួបគ្នានៅក្នុងវីដេអូក្រោយបាយបាយ